សូមជម្រាបសួរពុកម៉ែបងប្អូនជាកសិករទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំសូមបង្ហាញប្រភេទពូជស្មៅដែលទើបតែចូលតុថ្មីសម្រាប់ពុកម៉ែបងប្អូនដាំចំគោបាទក្នុងរដូវវស្សាអញ្ចឹងសម្រាប់ពូជនេះជាប្រភេទពូជរុស្ស៊ីបងប្អូនណាពូជរុស្ស៊ីនេះកម្ពស់វា6តឹកហើយដើមទុនស្លឹកទុនព្រោះលើដីគោកបងប្អូននេះស៊ូដាំមែនតើពូជនេះយើងយកទៅព្រោះលើទីតាំងដីព្រោះដូចស្រូវចឹងបងប្អូនបាទអញ្ចឹងពូជនេះគឺពេញនិយមដាំមែនតើតម្លៃធូរថ្លៃបងប្អូនបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានដីស្រែបងប្អូនអាចដាំប្រភេទអាតាតាមនេះបានបាទអាតាតាមនេះដើមវាដូចស្រូវចឹងតែវាអត់ទៅមានរោមទេប្រភេទហ្នឹងតែខ្ញុំដាក់រូបភាពជូនពុកម៉ែបងប្អូនមើលបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចំក្តោបបាទបងប្អូនអាចយកពូជស៊ូកាមស្វីតចាំបូបងប្អូនស្វីតចាំបូនេះចំពោះវាដើមវាដូចពោតចឹងដើមដូចដុំពោតចឹងដើមវាស្លឹកវាផ្អែមអញ្ចឹងប្រូតេអ៊ីនខ្ពស់អាចដាំឲ្យដុំទីបានអញ្ចឹងសម្រាប់ពូជដែលដាំចំណេញពូជលេខ1គឺមុំម៉ាសាគីណេបងប្អូនបាទមុំម៉ាសាគីណេនេះស្លឹកធំស្លឹកទុនអត់មានរោមទេហើយខ្ពស់ស្លឹកវាច្រើនហើយខ្ពស់បងប្អូនដាំចំណេញមែនតើប្រភេទនេះហើយពូជថ្មីតែម្ដងបងប្អូនណាបាទក្របពូជថ្មីដែលខ្ញុំទើបតែចូលស្តុកបាទគឺចូលស្តុកច្រើនមែនតើបងប្អូនណាមើលខាងក្រៅនេះខ្ញុំចូលស្តុកច្រើនមែនតើបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់បានប្រភេទពូជស្មៅល្អគុណភាពល្អលេខ1ទិញដល់មានទំនុកចិត្តមិនថាបងប្អូននៅពេញឬក៏នៅខេត្តផ្ញើជូនបាន25ខេត្តក្រុងនៅភ្នំពេញដឹកដល់ទីតាំងតែម្ដងបងប្អូនណាបាទអញ្ចឹងសម្រាប់ព័ត៌មានលម្អិតផ្សេងៗបងប្អូនអាចឆាតចូល Page ឬក៏ Call តាមរយៈលេខទូរស័ព្ទដែលខ្ញុំដាក់នៅលើអេក្រង់នេះស្រាប់បាទអរគុណ